គូស្វាមីភរិយាទេវព្រឹកនិងជីដេវីតស្គាល់ទោសថៃចំពោះការប្រមាថសាសនានិងទេវរូបតំណាងអំណាចនៃចក្រវាឡបន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកស្គាល់ទោសជាខ្លាំងក្នុងនោះដែរគូស្វាមីភរិយាតារាចម្រៀងលោកជីដេវីតនិងទេវព្រឹកបានធ្វើការស្គាល់ទោសយ៉ាងខ្លាំងចំពោះទង្វើរបស់ថៃលើវិស័យសាសនាតារាចម្រៀងរ៉េបជីដេវីតនិងទេវព្រឹកបានរៀបរាប់ថាក្នុងនាមខ្ញុំនិងភរិយាជាអ្នកបានមកដល់នៅការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពអនលំទោនប្រកាន់ភ្ជាប់នៅការគោរពលទ្ធិទេវរាជនិងត្រីមូរិតិសូមប្រកាសថ្កោលទោសដល់ពូជអម្បូរថៃដែលជាពូជអម្បូរនៃឃាតករសាសនាការប្រមាថចំពោះទេវរូបដែលតំណាងឲ្យអំណាចនៃចក្រវាឡទោសនេះនឹងធ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំកណ្ដាលដួងកែវបិសាចនៃអម្បូរតិមីឡយ៉ាងប្រកបជានាពេលដ៏ខ្លីខាងមុខដោយអំណាចនៃស្ដេចអថានបព្វបុរសនឹងកំណត់ជោគវាសនាជនទាំងនោះឲ្យជិបក្នុងវាលដែលដុតរង្គាលដោយភ្លើងសូមឲ្យសំលេងឧទ្ទិដ្ឋាននៃសាវកទូទាំងទ្វីបដែលបាននឹងហើយសូមដល់ទ្រង់សូមឲ្យមានអានុភាពកំទេចពូជសាសន៍ដែលបានកំទេចនៅរូបសំណាកដែលបានប្រតិឋានទុកជាទីគោរពប្រតិបត្តិដ៏ខ្ពង់ខ្ពស់បំផុតមិនត្រឹមតែគូស្វាមីភរិយាជីដេវីតនិងទេវព្រឹកប៉ុណ្ណោះទេដែលចេញមុខថ្កោលទោសចំពោះទង្វើអាក្រក់របស់ថៃសូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេសបានសម្ដែងនូវការសោកស្ដាយនិងថោកទាបការវាយប្រហារកំទេចរូបសំណាកទេវរូបវិស្ណុក្នុងទឹកដីប្រទេសកម្ពុជាផងដែរគួរបញ្ជាក់ផងដែរថាបន្ទាប់ពីកងទ័ពថៃបានឈ្លានពាននិងវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាបានធ្វើឲ្យពិភពលោកស្គាល់ទោសជាខ្លាំងជាក់ស្ដែងក្រសួងធម្មការនិងសាសនាស្នើដល់សាសនិកទូទាំងពិភពលោកនិងសហគមន៍អន្តរជាតិស្គាល់ទោសសកម្មភាពទាមីឡអេតសាសនារបស់កងទ័ពឈ្លានពានថៃដែលបានវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពកម្ពុជាក្រសួងធម្មការនិងសាសនាចេញញត្តិថ្កោលទោសការវាយកំទេចរូបសំណាកទេវរូបវិស្ណុក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា